សួស្តីមនុស្សលោកទាំងអស់គ្នាជួបគ្នាសាជាថ្មីដោយនៅក្នុងវីដេអូមួយនេះខ្ញុំនឹងលើកយករឿងមួយដើម្បីយកមកសម្រាយចែកជូនគ្នាយើងឲ្យបានតាមដានទស្សនាហើយនឹងកំសាន្តដោយនៅក្នុងសាច់រឿងមួយហ្នឹងគេនិយាយពីក្មេងស្រីដ៏កំសត់ម្នាក់ដែលត្រូវបានឪពុកម្កាយរបស់នាងយកនាងមកផ្ញើជាមួយនឹងជីតារបស់នាងហើយនាងក៏បានជួបជាមួយនឹងរឿងរ៉ាវដែលមិនគួរឲ្យជឿដែលកើតមានឡើងនៅក្នុងផ្ទះជីតារបស់នាងក៏ដូចជាមានឆ្មាដែលចេះធ្វើការងារដូចជាមនុស្សចេះនិយាយដូចជាមនុស្សអញ្ចឹងអ្វីដែលសំខាន់នាងអាចប្រើជីវិតរស់នៅតាមបែបធម្មតាហើយនាងក៏បានរាប់អានជាមួយនឹងសត្វចម្លែកនានាធ្វើជាមិត្តភក្តិល្អរបស់នាងដែរខ្ញុំប្រហែលបានតែប៉ុណ្្នឹងទេគ្នាយើងចូលទៅមើលដោយខ្លួនឯងទៅប៉ុន្តែមុននឹងចូលដល់វីដេអូរបស់យើងគ្នាយើងកុំភ្លេចជួយចុច like និង subscribe ឲ្យក្មេងតូចម្នាក់មួយផងមនុស្សល្អនៅដើមសាច់រឿងបង្ហាញឲ្យឃើញមានក្មេងស្រីម្នាក់ដែលគាត់មានឈ្មោះថា Carrie នាងត្រូវបានឪពុករបស់នាងនឹងនាំនាងទៅកាន់តំបន់មួយដែលសម្បូរទៅដោយប្រាសាទលោកតេសុយ៉ានឹងគាត់ក៏បាននិយាយប្រាប់ទៅកាន់ Carrie ថាគាត់ខានមកតំបន់ហ្នឹងគឺជា20ឆ្នាំណាស់មកហើយនេះជាលើកដំបូងហើយដែលគាត់ត្រឡប់មកវិញអញ្ចឹងទៅគាត់រៀងសពិលផ្លូវបន្តិចពួកគេទាំងពីរនាក់ក៏បានទៅគោះទ្វារនៅផ្ទះមួយដោយនោះហើយគឺជាលោកតារបស់ Carrie ដែលត្រូវជាឪពុករបស់តេសុយ៉ាលោកអ៊ំវ័យចំណាស់គាត់មើលអត់ស្គាល់ថានោះគឺជាសាច់ញាតិរបស់គាត់ទេដោយសារតែកូនប្រុសអត់កំណើតរបស់គាត់នឹងបានចាក់ចេញពីផ្ទះជាង20ឆ្នាំណាស់មកហើយគ្មានដំណឹងសូនឆឹងត្មងតែសុយ៉ាក៏បានណែនាំ Carrie នឹងប្រាប់ទៅកាន់ឪពុកថានេះគឺជាចៅស្រីរបស់គាត់ដោយសារតែប្រហែលឆ្នាំមុនគាត់បានរៀបការជាមួយនឹងនារីម្នាក់ហើយបានបន្សល់ទុកនៅកូនស្រីមួយចំពោះម្ដាយរបស់នាងត្រូវបានស្លាប់ជាងរយៈពេល3ឆ្នាំមកហើយបន្ទាប់ពីនឹងមក Carrie នឹងនាងក៏បានចេញមកខាងក្រៅដើម្បីមើលទេសភាពជុំវិញផ្ទះលោកតារបស់នាងពេលនោះនាងក៏បានជួបជាមួយនឹងឆ្មាពណ៌សម្បុរទឹកក្រូចដ៏ធំមួយបានជិះម៉ូតូមកឈប់និយាយទូរស័ព្ទនៅមុខនាងឆ្មាដ៏ធំមួយនោះបន្ទាប់ពីឃើញ Carrie ក៏បានសួរទៅកាន់ Carrie ថានាងមកពីណាហេតុអីបានជាពីមុនមកក៏អត់ដែរឃើញនាងនៅតំបន់នឹងសោះពេលនោះ Carrie អត់បានឆ្លើយតបជាមួយនឹងឆ្មាមួយនឹងទេដោយសារតែនាងរវល់តែឆ្ងល់បន្ទាប់ពីនាងមិនបានឆ្លើយតបអីមួយម៉ាត់ឆ្មាមួយនឹងក៏បានដើរចូលទៅកាន់ផ្ទះលោកតារបស់នាងនឹងបាត់ទៅក៏លេចមកកាន់លោកតាវ័យចំណាស់នេះវិញគាត់ដឹងថាកូនប្រុសអត់កំណើតរបស់គាត់នឹងមិនមែនមកយកចៅមកលេងគាត់តែមួយមុខទេប្រហែលជាគេនឹងជួបរឿងអីមួយហើយព្រោះថាអស់រយៈពេល20ឆ្នាំហើយដែលកូនប្រុសរបស់គាត់នឹងចាក់ចេញទៅដោយមិនលាសំបីតែមួយម៉ាត់តែសុយ៉ាគាត់ក៏បានលាតត្រដាងការពិតប្រាប់ទៅកាន់ឪពុករបស់គាត់ថាគាត់ពិតជាជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរខ្លាំងមែនទែនដោយសារតែជីវភាពរបស់គាត់ពេលហ្នឹងគឺជាពាក់បំណុលគេជុំទឹះមកចាប់បំណុលទាំងនោះព្យាយាមសម្លាប់គាត់បើសិនជាគាត់គ្មានលុយទៅសងគេដើម្បីសុវត្ថិភាពទើបគាត់នាំកូនរបស់គាត់នឹងគេចមកកាន់ផ្ទះលោកតារបស់គេគេចពីមកចាប់បំណុលទាំងនោះណាបន្ទាប់ពីហ្នឹងតែសុយ៉ាក៏បាននិយាយទៀតថាគាត់ចង់មកនេះស្នើសុំកម្ចីលុយពីឪពុករបស់គាត់យកទៅសងមកចាប់បំណុលហ្នឹងមួយចំនួនដើម្បីកុំឲ្យគេនឹងតាមទាមទារគាត់នឹងខ្លាំងពេកលោកតាវ័យចំណាស់គាត់ពុំព្រមឲ្យតែសុយ៉ាកូនរបស់គាត់នឹងខ្ចីលុយទេដោយសារតែចំនួនលុយដែលពួកគេចម្ពាក់ហ្នឹងគឺច្រើនខ្លាំងពេកចឹងទៅទោះបីជាលោកតាវ័យចំណាស់ហ្នឹងគាត់លះបង់ផ្ទះដីរបស់គាត់ទាំងអស់ហ្នឹងក៏សងគេមិនគ្រប់ដែរមុននឹងដើរចេញលោកតាវ័យចំណាស់ក៏បានប្រាប់ទៅកាន់កូនប្រុសរបស់គាត់ថាចំណងអ្នកណាចងអ្នកនោះហើយគឺជាអ្នកស្រាយបន្ទាប់ពីនឹងមកតែសុយ៉ាហ្នឹងក៏បានមកនិយាយជាមួយនឹង Carrie ឲ្យនាងនឹងនៅបន្តស្នាក់នៅផ្ទះលោកតារបស់នាងមួយរយៈពេលសិនទៅចំពោះគាត់ត្រូវឡើងទៅកាន់ទីក្រុងវិញដើម្បីរកការងារធ្វើរកលុយមកដោះបំណុលគេ Carrie នាងក៏បានបដិសេធជាមួយនឹងបំណងឪពុករបស់គាត់ដែរមុនពេលដែលឪពុកចាក់ចេញទៅហ្នឹង Carrie ក៏បានយកលុយដែលនាងបានសន្សំទុកមកជាយូរហើយយកឲ្យឪពុករបស់នាងដើម្បីទុកឲ្យគាត់នឹងធ្វើជាសហួយក្នុងការធ្វើដំណើរតែសុយ៉ាក៏បានប្រាប់ទៅកាន់ Carrie ថាគាត់នឹងវិលត្រឡប់មកជួបនាងវិញនៅថ្ងៃខួបមរណភាពនៃការស្លាប់របស់ម្ដាយនាងបន្ទាប់ពីនឹងមកលោកតាវ័យចំណាស់គាត់ក៏បានយកទឹកក្រូចមកឲ្យ Carrie ញ៉ាំហើយប្រាប់ទៅកាន់ចៅស្រីរបស់គាត់ថាឪពុករបស់នាងកាលពី20ឆ្នាំមុននឹងគឺឈាមរាវអត់កំណើតទេមួម៉ៅក្រៅកាហាយឪពុកម្ដាយនិយាយមិនស្ដាប់ក៏រត់ចាក់ចេញពីផ្ទះកន្លងផុតរយៈពេល20ឆ្នាំអត់មានប្រាប់គាត់សូម្បីតែមួយម៉ាត់ដល់ទៅពេលកូនរបស់គាត់នឹងត្រឡប់មកកាន់ផ្ទះវិញបាយជានាំសំពីទុកនឹងចូលមកកាន់គ្រួសារហើយថែមទាំងនាំទុកដល់ចៅបង្កើតរបស់គាត់ទៀតឲ្យជួបនឹងបញ្ហាច្រើនរាប់មិនអស់ហើយលោកតាវ័យចំណាស់នឹងក៏បន្តប្រាប់ទៅកាន់ចៅស្រីរបស់គាត់ថាបើសិនជា Carrie នឹងនាងមានបញ្ហាអ្វីមួយឬមួយក៏ស្ទាក់ស្ទើរមិនហ៊ាននិយាយអីចេញមកអីអាចប្រាប់គាត់បានគាត់អាចជួយរំលែកទុកនាងបានទាំងអស់នេះហើយគឺជាទឹកចិត្តរបស់ពុកម្ដាយបើទោះបីជាដឹងថាកូនរបស់គាត់អត់កំណើតអ្វីក៏ដោយក៏គាត់មិនដែលបោះបង់សាច់ឈាមរបស់គាត់នឹងចោលដែរនៅគណៈពេលដែលតាហើយនឹងចៅកំពុងតែនិយាយគ្នានឹងឆ្មាដ៏ធំមួយនឹងក៏បានដើរចេញមកពេលនឹងដែរឆ្មាមួយនឹងក៏បានលាទៅកាន់លោកតាវ័យចំណាស់ថាគាត់ត្រូវទៅធ្វើការហើយលោកតាក៏បានណែនាំ Carrie នឹងទៅឲ្យឆ្មាដ៏ធំនឹងបានស្គាល់ថានាងគឺជាចៅរបស់គាត់ដែលជាកូនស្រីរបស់តេសុយ៉ា Carrie នឹងក៏បានសួរទៅកាន់លោកតាថាឆ្មានឹងមិនក៏ចម្លែកម៉េះចេះនិយាយចេះបើកម៉ូតូចេះធ្វើអីដូចមនុស្សអញ្ចឹងពេលនោះលោកតានឹងក៏បានប្រាប់ទៅកាន់ Carrie ថាឆ្មាមួយនឹងគាត់មានឈ្មោះថាអានស៊ូដោយការពីលោកតាណោះគាត់នៅវ័យកំឡោះគាត់បានចាក់ចេញពីធ្វើការវិញជិះម៉ូតូកតាភ្លៀងធ្លាក់រយផ្ទះបាញ់ផោងផាំងគាត់ក៏បានលឺសម្លេងឆ្មាដល់ទៅពេលគាត់ឈប់ម៉ូតូហើយចុះទៅមើលក៏បានឃើញកូនឆ្មាដ៏តូចមួយត្រូវបានគេយកមកបោះបង់ចោលនៅកតាភ្លៀងធ្លាក់ហ្នឹងអញ្ចឹងទៅគាត់ក៏បានយក
វានឹងយកមកចិញ្ចឹមហើយដាក់ឈ្មោះថាអានស៊ូបន្ទាប់ពីនឹងមកតាំងពីលោកតានឹងគាត់នៅវ័យកំឡោះរហូតដល់គាត់មានប្រពន្ធមានកូនម្លងបាន10 20 30ឆ្នាំហើយអានស៊ូដែលជាឆ្មារតូចមួយនឹងក៏បានធំធាត់ប៉ុន្តែអ្វីដែលចម្លែកឆ្មាមួយនឹងគឺអត់ចេះចាស់អត់ចេះឈឺអត់ចេះស្លាប់អីទេគឺវាមានសុខភាពល្អហើយម្យ៉ាងវាមានសតិបញ្ញានិងការគិតដូចមនុស្សអញ្ចឹងបានជាមនុស្សនៅតំបន់ហ្នឹងតែងតែហៅអានស៊ូថាគឺជាឆ្មាខ្មោចជាក់ស្ដែងដូចជាពេលបច្ចុប្បន្ននេះអញ្ចឹងអានស៊ូនៅតែបន្តរស់នៅជាមួយនឹងលោកតានឹងអញ្ចឹងហើយការងាររបស់អានស៊ូធ្វើជាប្រចាំថ្ងៃហ្នឹងគឺគាត់ធ្វើជាអ្នកម៉ាស្សាឲ្យចាស់នៅក្នុងតំបន់ហ្នឹងរាល់ពេលដែលអ៊ំចាស់គាត់មានបញ្ហាចុកតសៃជើងតសៃដៃឈឺចកេះចកងចកជួសមិនសូវបានសម្រានមិនសូវលក់អីនេះអានស៊ូនឹងឯងជាអ្នកទៅម៉ាស្សាឲ្យពួកគាត់ហ្នឹងមានសុខភាពកាន់តែល្អលោកតាណាក៏បានឲ្យលុយទៅកាន់ Karen ហ្នឹងមួយចំនួនដើម្បីឲ្យនាងយកវាទៅទិញរបស់អីមួយដែលនាងចង់បានណាឲ្យនាងចេញទៅក្រៅទៅដើរលេងផងកន្លែងមកកាន់ក្មេងប្រុស2នាក់នេះវិញគាត់គឺជាមេនៅក្នុងតំបន់ហ្នឹងពេលហ្នឹងគាត់ក៏បានដើរចូលមកក្នុងហាងហើយរករឿងទៅកាន់អានស៊ូហើយអានស៊ូហ្នឹងឲ្យចេញទៅនិយាយគ្នានៅខាងក្រៅហាងក្មេងៗ2នាក់ហ្នឹងក៏បានសុំអង្វរឲ្យអានស៊ូហ្នឹងចូលក្រុមជាមួយនឹងខ្លួនទៅដោយសារតែក្រុមខ្លួនហ្នឹងមានតែ2នាក់នេះទេតែបង្កើតថ្មីទេក្រុមហ្នឹងមានឈ្មោះថា Leo Paden ចង់ឲ្យអានស៊ូហ្នឹងចូលក្រុមជាមួយខ្លួនធ្វើជាបងធំដឹកនាំពួកគេ2នាក់ហ្នឹងណាប៉ុន្តែអានស៊ូណាក៏ប្រកែកគាត់អត់យល់ព្រមចូលក្រុមជាមួយនឹងក្មេងៗហ្នឹងទេខណៈពេលហ្នឹងអានស៊ូក៏បានឃើញជាមួយនឹងវត្តមាន Karen ហ្នឹងបានដើរចូលទៅក្នុងហាងហាតូច2នាក់នេះនៅពេលដែលឃើញ Karen ដើរចូលទៅក្នុងហាងអញ្ចឹងទៅវាក៏បានទៅលួចមើលដោយសារតែឃើញក្មេងស្រីម្នាក់ហ្នឹងខ្ជូតខ្លាំងពេកចុះ Karen នៅពេលដែលឃើញវត្តមាន2នាក់ហ្នឹងក៏បានហៅពួកវាហ្នឹងមកប៉ាវកាហ្វេប៉ាវអីញ៉ាំអញ្ចឹងណាកន្លែងមកកាន់អានស៊ូណាវិញដោយសារតែគាត់ហ្នឹងជិះម៉ូតូលឿនហើយឆ្លើយខ្លាំងពេកអញ្ចឹងទៅប៉ូលីសក៏បានជិះឡានដេញតាមហើយខាត់ខ្លួនរបស់គាត់ហ្នឹងឲ្យទៅសម្របសម្រួលនៅប៉ុស្តិ៍ប៉ូលីសបន្ទាប់ពីគាត់ដោះស្រាយបញ្ហារបស់គាត់រួចមកអានស៊ូហ្នឹងក៏ត្រឡប់មកកាន់ផ្ទះវិញហើយគាត់ហ្នឹងក៏បន្តធ្វើកិច្ចការងាររបស់គាត់ហ្នឹងដូចជាធម្មតាអញ្ចឹងដាំបាយលាងចានជូតផ្ទះអីចឹងទៅដល់ម៉ោងបាយជុំគ្នាពេលល្ងាចអានស៊ូណាខូចមែនតើហេតុតែគ្នាចរិតសัตว์អាកំពុងតែញ៉ាំបាយជុំគ្នាបដាហ្នឹងគេក៏បានលេងផោមធ្វើឲ្យ Karen នោះអត់ពេញចិត្តជាមួយនឹងអត្តចរិតរបស់អានស៊ូទេដល់ពេលព្រឹកឡើងលោកតាហ្នឹងក៏បានទៅប្រាប់អានស៊ូថាអានស៊ូថ្ងៃក្រោយហ្នឹងកុំមកបាញ់ជីងចក់នៅកន្លែងគុំផ្កាហ្នឹងទៀតវាអត់ល្អទេប៉ុន្តែអានស៊ូនោះអត់ខ្វល់ទេបាយជាសោកចំអកទៅកាន់លោកតាទៀតបន្ទាប់ពីហ្នឹងមកលោកតាហ្នឹងក៏បានសួរទៅកាន់អានស៊ូទៀតថាគេហ្នឹងចង់បានការងារក្រៅម៉ោងឲ្យអត់ដោយការងារមួយនោះគឺតម្រូវឲ្យអានស៊ូហ្នឹងទៅដេញចាប់ដេញសត្វស្លាប់ដេញអីចឹងទៅកុំឲ្យពួកសត្វទាំងអស់ហ្នឹងមកស៊ីត្រីដែលប្រជាពលរដ្ឋហ្នឹងបានលែងចូលទៅក្នុងបឹងអានស៊ូក៏ប្រកែកថាគាត់អត់ធ្វើទេដោយសារតែការងារមួយហ្នឹងវាពាក់ព័ន្ធទៅនឹងមិត្តភាពសត្វស្លាប់ហើយនឹងឆ្មាអាគ្នាសត្វឲ្យគ្នាទៅកម្ចាត់សត្វគ្នាឯងទៀតមិនកើតអានស៊ូហ្នឹងក៏អត់ព្រមទេជាដាច់ខាតតែមកក៏អត់ធ្វើការងារមួយហ្នឹងទេលោកតាហ្នឹងក៏បន្តទៀតថាស្ដាយអានស៊ូអើយការងារមួយហ្នឹងទទួលបានប្រាក់ឈ្នួល 3000 យ៉េនផងបន្ទាប់ពីលើបែបហ្នឹងអានស៊ូហ្នឹងក៏បានយល់ព្រមហើយគាត់ហ្នឹងក៏ធ្វើការងារមួយហ្នឹងដោយសារតែវាបានទទួលបានប្រាក់កម្រៃច្រើនដែរបើយើងស្ដាប់ទៅការងារមួយហ្នឹងដូចរៀងស្រួលក៏ប៉ុន្តែនៅពេលដែលធ្វើជាក់ស្ដែងទើបដឹងថាយ៉ាប់ដោយសារសត្វស្លាប់ទាំងអស់ហ្នឹងគឺរឹងក្បាលមែនតើទោះបីជាអានស៊ូខំប្រឹងដេញខំប្រឹងជំទាវជាយ៉ាងណាក៏ដោយក៏សត្វទាំងអស់ហ្នឹងអត់ផ្អើលដែរអញ្ចឹងតែអានស៊ូជាមួយនឹងបរិសម្នាក់ទៀតហ្នឹងក៏បានយកកញ្ជ្រួចមកបាញ់សត្វទាំងអស់ហ្នឹងឲ្យវាផ្អើលហើយពួកសត្វទាំងអស់ហ្នឹងក៏បានរត់អស់ទៅហើយពួកគេទាំងពីរនាក់នេះគឺសប្បាយចិត្តខ្លាំងមែនតើនៅពេលដែលដេញសត្វទាំងអស់ហ្នឹងឲ្យផ្អើលបាត់ទៅចំពោះ Karen ណានាងអត់សប្បាយចិត្តទេដោយសារតែនាងប្រាជីវិតបែបហ្នឹងគឺធុញទ្រាន់ខ្លាំងមែនតើនាងចង់វិលត្រឡប់ទៅកាន់ទីក្រុងវិញទៅជួបឪពុករបស់នាងណានៅពេលម៉ោងបាយសម្រាប់ថ្ងៃត្រង់ហ្នឹង Karen ហ្នឹងក៏បានចម្រិតទារប្រាក់ 3000 យ៉េនហ្នឹងពីអានស៊ូប៉ុន្តែអានស៊ូអត់ព្រមឲ្យ Karen ទេពួកគេទាំងពីរនាក់ហ្នឹងក៏បានដេញគ្នាអានស៊ូនោះក៏បានឡើងទៅលើដើមឈើដើម្បីគេចចេញពីការចាប់របស់ Karen នៅព្រឹកថ្ងៃបន្ទាប់ពីលោកតាគាត់ភ្ញាក់ពីដំណេកគាត់ក៏បានឃើញអានស៊ូនឹងយកកូនសត្វក្រូចជាច្រើនយកមកចិញ្ចឹមគាត់ក៏បានសួរទៅកាន់អានស៊ូនឹងក៏បាននិយាយថាកូនសត្វទាំងអស់ហ្នឹងវាវែងចេញពីឪពុកម្ដាយអញ្ចឹងហើយបានជាគាត់យកកូនសត្វទាំងអស់ហ្នឹងយកមកចិញ្ចឹមតែលោកតានឹងត្មងទៅដើម្បីគេចពីពួកចចកខ្លាចលោមវែងទៅជួបសត្វចចកវាចាប់ស៊ីអស់អញ្ចឹងណាចំពោះ Karen ណានាងក៏បានខលទៅកាន់ឪពុករបស់នាងដោយសារតែឪពុករបស់នាងនឹងធ្លាប់សន្យានឹងនាងថានឹងមកជួបនាងវិញនៅថ្ងៃខួបមរណភាពរបស់ម្ដាយនាងក៏ប៉ុន្តែមកទល់ពេលនេះហើយគឺមិនទាន់ឃើញឪពុករបស់នាងនឹងត្រឡប់មកវិញទេសូម្បីតែខលទៅនឹងក៏តាក់ទងទៅកាន់ឪពុករបស់នាងនឹងអត់ចូលដែរអញ្ចឹងទៅធ្វើឲ្យ Karen នឹងនាងអស់សង្ឃឹមយ៉ាងខ្លាំងហើយនាងនឹងក៏បានឈរចាំផ្លូវឪពុករបស់គេនៅចំណតរថភ្លើងសង្ឃឹមថាគាត់នឹងត្រឡប់មកយកនាងណាសន្តិសុខម្នាក់ក៏បានមកដាក់ Karen ប្រាប់នាងថាជើងរថភ្លើងចុងក្រោយនឹងគឺបានទៅបាត់ហើយ Karen លឺអញ្ចឹងនាងក៏បានដើរត្រឡប់មកកាន់ផ្ទះលោកតារបស់នាងវិញទាំងកណ្ដាលភ្លៀងនៅព្រឹកបន្ទាប់នាងនៅតែបន្តទៅចាំផ្លូវឪពុករបស់នាងនឹងនៅចំណតរថភ្លើងនឹងដដែលក៏ប៉ុន្តែនៅតែគ្មានវត្តមាននឹងការវិលត្រឡប់មកវិញរបស់ឪពុកនាងទេកលិចមកកាន់អានស៊ូនេះវិញគាត់ក៏បានយកកូនសត្វក្រូច4ក្បាលហ្នឹងយកមកប្រឡែងនៅក្នុងព្រៃឲ្យពួកវានឹងទៅរត់ទៅរកផ្ទះរបស់ពួកវាវិញប៉ុន្តែពេលនោះក្រុមកូនសត្វក្រូចទាំងអស់នោះក៏បាននាំអានស៊ូនឹងចូលទៅក្នុងរុនមួយដែលជាទីសម្បុករបស់ពួកសត្វទាំងអស់ហ្នឹងអានស៊ូក៏បានប្រទះឃើញជាមួយនឹងសម្បុកដែលពួកសត្វកំពុងតែរស់នៅហ្នឹងគឺប្រៀបដូចជាមនុស្សរស់នៅចឹងដែរមានសម្ភារៈប្រើប្រាស់ចានឆ្នាំងលាក់នឹងលាក់អីចឹងទៅហើយអានស៊ូហ្នឹងក៏ជួបជាមួយនឹងកង្កែបបីសាច់មួយក្បាលដែលកំពុងតែដេកលងលក់ពេលនោះកង្កែបបីសាច់នោះក៏បានភ្ញាក់ឡើងហើយសួរអានស៊ូថាតើគេនឹងមកពីណាអានស៊ូនឹងក៏ថាគាត់គ្មានបំណងចង់ចូលមករំខានអីទេដោយសារតែគាត់នឹងបានជួយជីវិតក្រុមពួកសត្វក្រូចទាំងអស់នេះអញ្ចឹងទៅពួកអាតូចៗអស់ហ្នឹងបាននាំ
มกอดโจมาครองรุนนั่งจังเตากองกาบนั่งเราไปได้เคยอ่านสู้คือจะสัตว์มาได้เบียนจัดรอไอจังเตากอดกบาลรอบอ่านสู้นั่งทั่วจะหมดแพะข่าวกาบนั่งกอปต้อในใจเตียทาจะรักบอกกอดโจจัดแบบสบายจังเตากอดตายแต่จิรุนเล่งดับใบกำสานะบันตายนอกขณะเปรมวยประมาณคายมนนี่กอดจิรุนจอล้างนั่งกบาลปะเตะเคยอยากกระไลดอยจำไลมวยจังเตากอดกบาลนอมอ่านสู้นั่งเตากระไลนองอ่านสู้นั่งไปได้เคยหายก็ดังทากระไลนั่งก็จิดมอนตักแหลกได้โปปิ้งแต่ดอยตักกระดาจังเตอปูเกตั้งปีเนี่ยนั่งกบาลโจตึงงุยตักเล่งยางสบายแต่มองในจบล้างกองกาบใบสายนั่งกบาลนอมหมดแพะเกมากรมนั่งมาเล่นแต่อ่านสู้หมดแพะบอกเกนั่งมาดังเจสไอคลาเตลามากันโนเนี่ยคลาเตอร์มีนรูเรียงโดยมือเนี่ยคลาเตเตอร์มีนรูเรียงโดยซัดไอเนี่ยคลาเตเตอร์โดยปรีจังเตอใบสายกองกาบนั่งกบาลปรับแต่การอ่านสู้ทำหมดแพะต่างอ๋อนั่งคือกอดเติมแต่สกอเต้แต่ซาตปูเกบาลมารูนในขนมรุ่นจมูกดังกอดได้กอดบานจิจ่อจังเตอร์กอดกบาลบัวปูเกนั่งมาเล่นแต่อ่านสู้จมูกคณีแต่มองเตอร์แต่ใบรอบอ่านคณีถ้วยจมูกละอต่างอ๋อคณีคารินนั่นได้ลือสำเร็จกระดงกระดังเจนไปคางกร้ากอดกบาลบาวทวีมเมอร์กบาลเคยปูสัตต่างอ๋อนั่งกระโปงตะจุบเลียงเนี่ยคลาเตอร์เด้งเนี่ยคลาเล่นเกมเนี่ยคลาเตอร์กระโปงตะจุบแก้วผักไอจังยางทอมดานะคารินกบาลโจต่างกุยเล่นจมูกนั่งกรมสัตว์จำไรต่างอ๋อนู้หายเนียงนั่งกบาลใหญ่ปีประวัติครูซาระบอเนียงดอยมาได้ระบอเนียงนั่งเตอร์สลับเจ้าเนียงหาพวกระบอเนียงปีนี้คือบาลบองเนียงเจ้าไอ้มันสอดตกไอเนียงนั่งเนยจมูกนั่งลูกตาดอยจำนางมาเนี่ยเนียงไอ้ยังขมิ้นตีปังประสันบาดไงน้ำมุ้ยขมิ้นวัตถุระบอลูกตาเนียงนั่งเนยจมูกปีนั่งได้กรมสัตว์ต่างอ๋อนั่งกบาลปรับแต่การแครินเวงทากรมเพยกรมปรุยไอ้เนยเมียนปูเกจำมือทายเนียงได้กรมสัตว์จำไรต่างอ๋อนั่งเย้ไปด่าโฮตึกพนัยยงกับเคลกับขละโลลาไปนั่งโดยซาตานนัดแครินเนาะในปรักหลังอ่านสู้นั่งกับบานสู้แต่การแครินถ้าหากได้บานจะยุบมันเนียงกับhọเรื่องกับพวกระบอเนียงมันเวอร์ตลอดมาเรเนียงรินนกกระตอบถ้าก็บ้านก็họได้หึงนั่งจะการเปิดแมนแต่ซาพวกระบอกอดนั่งบ้านสอนยาจมูกนั่งกอดทานนั่งเวอร์ตลอดมาเรกอดวิ่งเนื้อทั้งไงคูบมรณะเพียบระบอมาได้เนียงก็ไปได้มาดอดเปนี่คือมันตอนเคยบอตมินพวกระบอเนียงนั่งเวอร์ตลอดมาเรเนียงวิ่งเต้ไฮรินนั่งก็ไปต่อเตียทาขมิ้นปนาเกดังจัดพวกนั่งสกอพวกคล้วนคลายไปคล้วนเต้แต่ซาแต่เนียงทลอปปลายจะวัดรัวเนยจมูกนั่งพวกเนียงนั่งซังทำมวยจะวัดเท้ารินนั่งเนียงใหญ่แต่กำรูกำรอยนั่งใส่กำหอกด่าแต่การอ่านสู้นะประต่อเป็นนั่งเมาอ่านสู้นะกอดบานเจนปีกลายเล่นเกมวิ่งแต่งมัวมาแต่ซาแต่กอดนั่งเล่นเกมมาชนะเกได้จันลุยยังเชิญได้เจนมาดอขังกลางนั่งอ่านสู้ประแต่เคยทากองระบกอดได้จีหมอนั่งคือบัดคล้วนน้อยมาดังจะเป็นนาเกลุยเตจังแต่อ่านสู้กับบานแต่สู้ขมายปีเนี่ยได้ในขนมกรมเหลียวปะเดินไปนุขมายปีเนี่ยนั่งกับบานปรับแต่การอ่านสู้วิ่งทากอดดังเตกอดเนยเลยนั่งบางไงอดจับอารมณ์เตอ่านสู้นะมาดอเตะวิ่งคือคลั่งมันเตินกอดกับบานทั่วกับบัดมวยจองปอบจมูกนั่งโดนหรือไซหาวจะบาสันจะกอดเรือเจ้าเคยไอรินนั่นเป็นเคยอ่านสู้กับปงตะคังกับปงตะกระไดงมโดยใบปูจังเนียงกับบานลุยเศร้าจมูกอ่านสู้นะก่อนในแต่บันดอเจนตะกร้าดำไปเรือกองระบกอดโดยจิตธรรมราจังขณะไปนุกกับบานชุบจมูกนั่งใบไซกองไก่ใบไซกองไก่นั่งกับบานนอมอ่านสู้แต่การวงหมดแพะระบปูเกได้ปูเกนั่งกับปงแต่ประกอบการเงียซีชนัวเกไอจังนะการดองโกนโกไอจังแต่อ่านสู้นั่งกับสู้แต่การสัตว์ต่างนั่งทำเอาตีนั่งเถื่อไอกรมสัตว์ต่างนั่งกับปรับแต่การอ่านสู้วิ่งถ้ากอดนั่งเมาเรือกางเงียทั่วกลายเมาในใบบานประกำไรคลาดตกจุยพุดกุ้งแต่การแครินปูกอดสับจีเบียประวัติบอกแครินนั่งกับสัตว์คลังไปกอดจังจุยจังนะบรรทุกใบจีปูเกต่างออกเนียนั่งเติบแต่สกอร์แครินนั่งบานระยะไปใครกับเปิดมันแต่ปูเกจับตกแครินนั่งคือจะมัดแพะดอลลาร์บอกปูเกบัตรหายเราไปด่านสู้แต่เรามาแต่บอกเกวิ่งไปนั่งได้ขมายปีเนี่ยในกรมลีโอปะเดินนั่งกับบานมาสารพิบตัวกำหอกได้คล้วนนั่งบานลุยก้องระบอกอ่านสู้ให้ปูเกกับบรรทอเตทาตรงเวอร์มือนั่งปูเกบานทัวตามบัญชีระบอกแครินเต้ดอยเลี้ยงบานบัญชีไอปูเกนั่งเจอกองระบอกอ่านสู้นั่งหมกบอลในเขาสเปียนนี่ไอทะเลโจตะครองตักบังเนาะเงียบมาการแครินในวิ่งเลี้ยงกับบานทัวดำนาลุยจ่าใจปีแต่ลูกตาระบอกเลี้ยงยางสกัดนั่งทัวดำนาช่วยตะการติกรองโตโชก็ไปได้เลี้ยงอัดสกอร์เพลย์เดจังเตอร์วิทัวเลี้ยงนั่งเวงในครองเปรย์ดาบานมันเตะรินนั่งเลี้ยงกับบานละเชิงทะเลโจตะครองรุนได้โดยเฉลี่ยหมู่ไปนั่งเลี้ยงคอมสเปซบาลางมาวิ่งได้ก็ไปได้ลาโรยเต้จังเตอร์เลี้ยงกับบานทะเลโจตะครองรุนได้นั่งบัดเตอร์ลูกตาในนับเป็นบัดใจสไลยูไปละเงยชายมันตอนเคยมอเตียเว้นจังเตอร์กับบานเปิงเอาอ่านสูนั่งเจนเดอรินอ่านสูในกับบานการเปิลหมู่นั่งดาสไฟเรรินนั่งแต่งจบคำเปิงสไลหายพองไอพองก็ไปได้เนื้อตาบานจูบรินดิเราจะไปเคยแต่เพียบสงัดแบบนั่งอ่านสูกอดดังอย่างฉบับจรินนั่งจูบครูธนาไอมูย่อยจังเตอร์กอดเพยคลางมันเต้นก็สตูตสไฟเรเตียก็เลยมากันในขนมรุนน่ะไปนั่งได้ใบสายกายนั่งกอดจิกได้ประกอบการเงียกอดโดยธรรมราจังก็ไปได้กอดจิกสอกนั่งกับบานจูบรินได้กระโปรงแต่ได้สลบจังแต่กอดกับบานจุยรินนั่งเอามางุยตักไอมาไอจังแต่หายคารินนั่นไปกอดบานงุยตักกระไดจังแต่ถอยกอดนั่งการทำเป็นเพียบรีนั่งสบายจัดไปน้องได้อ่านสูนั่งกับบานจอมดอกขนมรุนกายนั่งหายกับบานปะเตะเคยรินเคยจังหายอ่านสูกอดก็ทูจัดได้ซาตรินนั่งอันเป็นกรุธนาไอเต้ก็เลยตะการรินนั่งเอาไว้นั่งไปเคยอ่านสูกอดเป็นจัดเต้ใจได้กอดสอบมุกอ่านสูปะเต๋าอย่างนั้นลูกตานั่นไปดังทารินนั่งกอดจังตลอดแต่การติกรองต่อโชว์แต่ระบอกกอดวิ่งแต่เราปกคลุนจังแต่กอดกับบานอ่านญาติไอเนียงนั่งเต๋อกอดปันใต้กอดกายอ่านสูนั่งเต๋อจมูกนั่งรินได้นั่งใบบานจะขณีนะนั่งไปได้ปุกีตั้งปีเนี่ยนั่งบานมาดอติกรองรินนั่งกับบานนอมอ่านสูนั่งแต่การบรรทุบชั่วระบอกเนียงได้เนียงทลบสนาในจมูกนั่งปกอ๋อปันใต้นั่งไปได้เนียงทั่วดำน้ำมาดอมมุกบรรทุบนั่งเนียงสายหาปกระบอกเนียงกอดปันใต้มีเป็นนางเกชลาวเดนในขนมบรรทุบนั่งคือสงัดชิริบตำรองตัวตัววิ่งเนียงบานเคยกระดาษตีบ่มนอจิจารานบนนมุกมอทวี
ពេលដែលនាងបើកទ្វារចូលទៅឃើញសភាពនៅក្នុងបន្ទប់របស់នាងនឹងគឺស្ងាត់ជ្រងំពោពេញទៅដោយអវ៉ាន់អេវ៉ាសម្រាមរីប៉ាយពេញនឹងដូចអត់មានអ្នកសម្អាតចូលចិត្ត4 5ឆ្នាំអញ្ចឹងរិនក៏បានទៅសំពះរូបថតម្ដាយរបស់នាងថាគេនឹងបានត្រឡប់មកកាន់ផ្ទះពួកគេនឹងវិញហើយបន្ទាប់ពីនឹងមករិនក៏បាននាំអានស៊ូនឹងទៅកាន់កន្លែងបញ្ចុះសពរបស់ម្ដាយនាងកន្លែងបញ្ចុះសពគេទំនើបមែនតើគេយកធាតុមនុស្សដាក់ទៅក្នុងអាគារមួយហ្នឹងតើយើងមានលុយទៅអាចចូលបានយើងបង់លុយតាមរយៈទ្វារគេណាចៃដន្យអីនៅពេលហ្នឹងកាតអនុទានរបស់រិនហ្នឹងគឺអស់លុយឲ្យលេងគ្មានក្នុងខ្លួនសូម្បីតែមួយសែនអញ្ចឹងទៅនាងអាចចូលទៅគោរពធាតុម្ដាយរបស់នាងហ្នឹងបានទេរិននាងបានត្រឹមតែដើរត្រឡប់មកវិញទាំងទឹកមុខសកបសគុណសេតចំតម៉ាយហើយនៅពេលដែលអានស៊ូគាត់ត្រឡប់មកពីទិញការ៉េមវិញគាត់ក៏បានឃើញវិញ្ញាណខ្មោចនៃភាពក្រីក្រពោពេញទៅដោយឧបទ្រពចង្រៃហ្នឹងវាមកអង្គុយក្បែររិនពេលហ្នឹងដែរអានស៊ូក៏បានទៅអស់អាវិញ្ញាណខ្មោចហ្នឹងចេញឲ្យឆ្ងាយកុំឲ្យនាំភាពចង្រៃដល់រិនណានាងបានត្រឹមតែឆ្ងល់ថាអានស៊ូគឺកំពុងតែធ្វើអីដោយសារតែនាងមើលវិញ្ញាណខ្មោចហ្នឹងអត់ឃើញទេអ្នកដែលមើលឃើញក៏មានតែអានស៊ូនឹងម្នាក់ទេរំលឹកទៅកាន់អតីតកាលរបស់អានស៊ូពីមុនមកគាត់ធ្លាប់មានមិត្តភ័ក្តិម្នាក់មិត្តភ័ក្តិរបស់គាត់ហ្នឹងបកែធ្វើណាស់ប៉ុន្តែនៅក្នុងថ្ងៃមួយហ្នឹងមិត្តភ័ក្តិរបស់គាត់ហ្នឹងក៏ធ្លាក់ខ្លួនឈឺអញ្ចឹងទៅគាត់ក៏យកលុយដែលគាត់រកបានទាំងបានយកមកមើលជំងឺតតែក្រខ្លួនទៅមកអានស៊ូគាត់ឃើញហើយគាត់ឆ្ងល់ថាមិត្តភ័ក្តិរបស់គាត់នៅមានកម្លាំងមានកាយមាំមួនសុខភាពល្អសោះក៏ប៉ុន្តែបែរជាធ្លាក់ខ្លួនឈឺត្រឹមតែមួយប្រព្រិចភ្នែកនៅពេលដែលអានស៊ូទៅលេងផ្ទះមិត្តភ័ក្តិរបស់គាត់ក៏បានឃើញអាវិញ្ញាណខ្មោចចង្រៃហ្នឹងវានៅក្នុងផ្ទះរបស់មិត្តភ័ក្តិគាត់អញ្ចឹងទៅគាត់ក៏បានរកវិធីសាស្ត្រក្នុងការដេញវិញ្ញាណខ្មោចហ្នឹងឲ្យចេញប៉ុន្តែវិញ្ញាណហ្នឹងគឺរឹងក្បាលមែនតែអត់ចេញទេប៉ុន្តែអានស៊ូហ្នឹងក៏ប្រើល្បិចមួយដោយគាត់ហ្នឹងបានភ្នាល់គ្នាជាមួយនឹងវិញ្ញាណខ្មោចហ្នឹងគាត់យកស្មៅ2តងវែងខ្លីឲ្យវិញ្ញាណខ្មោចហ្នឹងចាប់បើសិនជាខ្មោចហ្នឹងចាប់បានអាស្មៅខ្លីខ្មោចហ្នឹងត្រូវតែចេញពីផ្ទះមិត្តភ័ក្តិរបស់អានស៊ូឲ្យដូចចិត្តមែនវិញ្ញាណខ្មោចហ្នឹងក៏ចាប់បានស្មៅដែលខ្លីជាងអានស៊ូអញ្ចឹងទៅវាក៏បានចាក់ចេញពីផ្ទះមិត្តភ័ក្តិរបស់អានស៊ូហ្នឹងតាំងពីពេលហ្នឹងមកទៅមកដល់ពេលនេះអានស៊ូបានជួបជាមួយនឹងវិញ្ញាណខ្មោចនៃភាពក្រីក្រហ្នឹងម្ដងទៀតនៅទីក្រុងតូស្យូអញ្ចឹងទៅគាត់ក៏បានប្រាប់ទៅកាន់វិញ្ញាណខ្មោចហ្នឹងថាកុំធ្វើបាបរិនដោយសារតែនាងនៅក្មេងណាស់ពេលហ្នឹងដែរវិញ្ញាណខ្មោចនៃភាពក្រីក្រហ្នឹងអត់ស្ដាប់ទេគាត់ថាអានេះវាជាការងាររបស់គាត់ត្រូវតែនាំយកភាពចង្រៃភាពជំងឺភាពក្រីក្រអីទៅកាន់មនុស្សដែលកំពុងតែអត់សង្ឃឹមមិនដឹងធ្វើល្មិចអានស៊ូហ្នឹងក៏បានបបួលខ្មោចហ្នឹងមកភ្នាល់គ្នាចាប់ស្មៅវែងខ្លីម្ដងទៀតក៏ប៉ុន្តែខ្មោចហ្នឹងគឺបានដឹងពីល្បិចរបស់អានស៊ូអញ្ចឹងទៅវាអត់ព្រមធ្វើតាមអានស៊ូទេនៅពេលដែលឃើញរិននាងដើរមកខ្មោចនៃភាពក្រីក្រហ្នឹងក៏បានរំសម្ដៅទៅរករិនក៏ប៉ុន្តែអានស៊ូហ្នឹងក៏បានចាប់ខ្មោចហ្នឹងជាប់ផ្ទះ3ដៃផ្ងាមុខទៅក្រោយរិនណោះនៅពេលដែលដឹងរឿងសពគ្រប់អស់ហើយពីអានស៊ូនិយាយប្រាប់គាត់ក៏បានសួរទៅកាន់អានស៊ូថាតើវិញ្ញាណខ្មោចនៃភាពក្រីក្រហ្នឹងអាចនាំគាត់ទៅជួបម្ដាយរបស់គាត់បានទេអត់គាត់ចង់ជួបម្ដាយរបស់គាត់ហ្នឹងម្ដងទៀតឯវិញ្ញាណខ្មោចនេះដោយសារតែខ្លាចអានស៊ូហ្នឹងទះខ្លួន3ដៃទៀតអញ្ចឹងទៅគាត់ក៏យល់ព្រមជូនពួកគេទាំងពីរនាក់ហ្នឹងទៅកាន់ទ្វារនរកអីដែលធ្វើឲ្យពួកគេសង្ហាចិត្តបំផុតហ្នឹងច្រកចូលទៅកាន់ទ្វារនរកហ្នឹងគឺនៅក្នុងប្រគុណអាចហើយដើម្បីចូលទៅបានហ្នឹងពួកគេត្រូវយកដៃហ្នឹងទៅកូរក្នុងទឹកដើម្បីឲ្យប្រគុណអាចហ្នឹងបើកទ្វារនរកចេញមក step បន្ទាប់ពួកគេត្រូវយកក្បាលរបស់ពួកគេហ្នឹងយកចូលទៅក្នុងចានប្រគុណហើយវានឹងទាញពួកគេនឹងចូលទៅទ្វារនរកហើយនៅពេលដែលអានស៊ូនេះគាត់ចូលមកដល់ក្នុងឋាននរកអញ្ចឹងទៅគាត់ក៏ប្រែខ្លួនទៅជាឆ្មាដ៏សែនទូចមួយគួរឲ្យស្រឡាញ់វិញ្ញាណខ្មោចនៃភាពក្រីក្រក៏បាននាំរិនជាមួយនឹងអានស៊ូនឹងមកកាន់កន្លែងកាត់ក្តីនិងពិនិត្យប៉ាសពតហើយវិញ្ញាណខ្មោចទាំងអស់ដែលពាក់អាវសហ្នឹងគាត់ត្រូវតែមកពិនិត្យប៉ាសពតនិងកាត់ក្តីថាពួកគាត់នឹងធ្វើបុណ្យបានប្រមាណធ្វើបាបបានប្រមាណអីចឹងទៅគេនឹងសរុបបើសិនជាវិញ្ញាណខ្មោចណាដែលគាត់ធ្វើបុណ្យច្រើនជាងបាបគាត់នឹងឡើងទៅឋានសួគ៌មតនៈដល់ទៅពេលខ្មោចណាដែលធ្វើបាបច្រើនជាងបុណ្យគាត់នឹងចូលទៅឋានក្រោមមតនៈដែរលំពេចនោះរិននេះក៏បានឃើញជាមួយនឹងម្ដាយរបស់នាងដែលគាត់កំពុងតែធ្វើការជូតសម្អាតធ្វើជាអ្នកអនាម័យនៅក្នុងឋាននរកណាម្ដាយកូនពីរអ្នកហ្នឹងនៅពេលដែលបានឃើញមុខគ្នាហើយក៏បានស្ទុះរត់ទៅអោបគ្នាទាំងសេចក្តីនឹករលឹករិនក៏បានសុំទោសទៅកាន់ម្ដាយដែលនៅថ្ងៃខួបមរណភាពរបស់ម្ដាយនាងមិនបានមកជួបម្ដាយនាងនឹងគោរពធាតុរបស់គាត់បន្តិចក្រោយមកវិញ្ញាណខ្មោចនៃភាពក្រីក្រហ្នឹងក៏បានមកប្រាប់ពួកគេទៅពីអ្នកម្ដាយកូននឹងថាឲ្យនិយាយគ្នាតិចបើសិនជាពួកអរិយលើពួកគេនិយាយគ្នាច្បាស់ជាពួកហ្នឹងមកចាប់ពួកគេហ្នឹងយកទៅដាក់ក្នុងឡខ្លាញ់ហើយអានិយាយមិនទាន់បានអីផងអរិយពីរអ្នកហ្នឹងក៏បានមកប្រទះឃើញពីអ្នកម្ដាយកូនហ្នឹងអញ្ចឹងទៅរិនក៏បាននាំម្ដាយរបស់ខ្លួនហ្នឹងរត់ចាក់ចែកមកក្រុមអរិយដតីទៀតហ្នឹងក៏បានទៅរាយការណ៍ប្រាប់ទៅកាន់យមរាជថាមានមនុស្សចូលមកហើយនាំខ្មោចរត់ចេញពីឋាននរកហើយយមរាជហ្នឹងក៏បាននាំកូនចៅហ្នឹងដេញចូលទៅចាប់រិននិងម្ដាយរបស់នាងនៅឋានមនុស្សរិននេះនៅតែបន្តដឹកដៃម្ដាយរបស់នាងហ្នឹងរត់ចាក់ចេញទៅអានស៊ូនោះនៅពេលដែលកលេចឃើញម៉ូតូមួយគ្រឿងហ្នឹងក៏បានហៅរិនជាមួយនឹងម្ដាយរបស់គេហ្នឹងមកជិះម៉ូតូវិញរត់អត់ឈ្នះពួកខ្មោចហ្នឹងទេក៏ប៉ុន្តែយមរាជក៏ដូចជាកូនចៅរបស់ពួកគេអរិយដតីទៀតហ្នឹងក៏បាននាំគ្នាជិះឡានហ្នឹងដេញតាមរិនជាមួយនឹងម្ដាយរបស់នាងតាមនោះតាមណោះម្ដាយរបស់រិនហ្នឹងក៏ប្រាប់ទៅកាន់រិនថាឲ្យដាក់គាត់ហ្នឹងចុះនៅហ្នឹងទៅព្រោះថាពួកយមរាជទាំងអស់ហ្នឹងប្រហែលជាមកតាមចាប់តែគាត់ម្នាក់ទេពួកគាត់រត់ចេញពីឋាននរកប៉ុន្តែរិនណោះនាងអត់ព្រមទេនាងអត់អនុញ្ញាតឲ្យម្ដាយរបស់នាងហ្នឹងចាក់ចេញពីនាងម្ដងទៀតទេអញ្ចឹងទៅនាងក៏បានប្រាប់ឲ្យអានស៊ូហ្នឹងមូហ្គាម៉ូតូលឿនដើម្បីគេចពីពួកបិសាចអស់ហ្នឹងម្ដាយរបស់នាងនៅតែព្យាយាមបញ្យល់ទៅកាន់រិនថាគាត់មិនមែនជាមនុស្សដូចពីពេលមុនទេគាត់គឺជាវិញ្ញាណបិសាចអញ្ចឹងទៅគាត់មិនអាចបន្តរស់នៅជាមួយនឹងរិនដែលជាមនុស្សហ្នឹងបានយូរទៀតទេរិនណោះនាងនៅតែនិយាយពាក្យដដែលថានាងហ្នឹងមិនព្រមអនុញ្ញាតឲ្យម្ដាយរបស់នាងហ្នឹងចាក់ចេញពីនាងម្ដងទៀតឡើយនៅគណៈពេលដែលម្ដាយកូនពីរនាក់ហ្នឹងកំពុងតែនិយាយគ្នាហ្នឹងពេលហ្នឹងដែរឡានយមរាជហ្នឹងក៏បានមកបើកបុកគូតម៉ូតូរបស់អានស៊ូដែលជាហេតុធ្វើឲ្យអានស៊ូហ្នឹងមូហ្គាម៉ូតូប្រហោះផ្លោះផុតទៅសួនម្ខាងទៀតឡានពួកយមរាជហ្នឹងក៏បានមកឈប់ហើយជាប់ស្តុកដោយសារតែឃើញមានអ្នកដំណើរ
ដូចជាក្មេងៗថ្មើរជើងហ្នឹងគេដើរនៅលើគំនូសផ្លូវថ្មើរជើងរៀនជាមួយនឹងអានស៊ូណាគាត់គិតថាគាត់អាចជិះផុតពីពួកយមរាជទាំងអស់ហ្នឹងណាក៏ប៉ុន្តែអត់ទេពួកយមរាជទាំងអស់ហ្នឹងនៅតែបន្តដេញតាមពួកគេទៀតនៅទីបំផុតពួកគេទាំង3នាក់ហ្នឹងក៏មិនអាចរត់គេចចេញពីពួកយមរាជទាំងអស់ហ្នឹងបានដែរក្រុមអារក្សហ្នឹងបំរុងនឹងចាប់ពួកគេទាំង3នាក់ហ្នឹងចូលទៅឋាននរកវិញហើយក៏ប៉ុន្តែគណៈពេលនោះក៏មានឡានទំនើបមួយបានបង្ហាញខ្លួនឈប់នៅពីមុខរបស់ពួកគេអ្នកនៅក្នុងឡានទាំងនោះគឺជាកង្កែបបិសាចជាមួយនឹងមិត្តភ័ក្តិគេដទៃទៀតដែលពួកគេនឹងបានស្ម័គ្រចិត្តចុះមកជួយរៀនជាមួយនឹងអានស៊ូកុំឲ្យពួកអារក្សហ្នឹងធ្វើបាបកង្កែបបិសាចហ្នឹងបានបញ្ចេញក្បាច់គុណរបស់ខ្លួនហាត់ចិត្ត80លានឆ្នាំមកចង់បាយជាមួយនឹងអារក្សណាក៏ប៉ុន្តែត្រូវបានអារក្សមួយក្បាលហ្នឹងដាក់ខ្លួនមកត្វងឲ្យដេកស្លាប់នៅនឹងកន្លែងហ្នឹងតែម្ដងពួកអារក្សទាំងអស់ហ្នឹងក៏បាននាំគ្នាព្រួតវាយកង្កែបបិសាចហើយអ្នកខ្លះទៀតទៅក៏បានវាយប្រហារជាមួយនឹងក្រុមគ្នារបស់អានស៊ូក៏ប៉ុន្តែក្រុមគ្នារបស់អានស៊ូហ្នឹងគ្មានកន្លោអីជាមួយនឹងពួកអារក្សហ្នឹងទេត្រូវបានពួកហ្នឹងវាយឲ្យដួលដេកក្បាប់នៅនឹងដីទាំងអស់គ្នានឹងតែម្ដងចំពោះអានស៊ូណាគាត់ក៏បានចេញមកការពាររៀនជាមួយនឹងម្ដាយរបស់នាងក៏ប៉ុន្តែត្រូវបានយមរាជហ្នឹងកវាត់គេហ្នឹងឲ្យខ្ទាតទៅមកខាងទៀតរៀនណានាងក៏បានចេញមកការពារម្ដាយរបស់នាងហើយគាត់យមរាជហ្នឹងមិនឲ្យចាប់ម្ដាយរបស់នាងហ្នឹងទៅទេប៉ុន្តែយមរាជហ្នឹងមានស្ដាប់នាងណាក៏បានរុញនាងហ្នឹងឲ្យផ្លោងទៅមកខាងទៀតពេលហ្នឹងម្ដាយអាណិតកូនខ្លាំងពេកក៏បានទៅសុំយមរាជឲ្យទុកជីវិតឲ្យកូនគាត់ផងគាត់ព្រមទទួលទោសគ្រប់យ៉ាងនៅឋានខ្មោចយមរាជហ្នឹងក៏អូខេហើយហៅបាក់ពួកគ្នាគេអរិយដតីទៀតហ្នឹងចូលទៅក្នុងឡានវិញពេលហ្នឹងដែរម្ដាយរបស់រៀនហ្នឹងក៏បានលារៀនជាលើកចុងក្រោយរៀននាងពិតជាមានការសេតសោកសៅយ៉ាងខ្លាំងដោយសារតែគេនិងម្ដាយរបស់គេទៅជួបគ្នាមិញនេះទេឥឡូវនេះត្រូវបែកគ្នាជារៀងរហូតទៀតហើយកន្លងពីពេលនោះមកម្ដាយរបស់រៀនហ្នឹងក៏ត្រូវវិលត្រឡប់ទៅកាន់ឋានខ្មោចរបស់គាត់វិញហើយរៀនក៏ត្រឡប់មកកាន់ស្រុកលោកតារបស់គាត់វិញដែរនៅពេលមួយនៅពេលដែលរៀនត្រឡប់មកកាន់ផ្ទះលោកតារបស់នាងនាងក៏បានឃើញឪពុករបស់នាងនៅនឹងដែរហើយសភាពឪពុករបស់នាងហ្នឹងរងរបួសយ៉ាងធ្ងន់ធ្ងរដោយសារតែម្ចាស់បំណុលគេព្រួតវាយព្រួតធ្វើបាបគាត់ហើយគោលបំណងដែលគាត់មកនេះគឺគាត់មកយករៀនហ្នឹងត្រឡប់ទៅនៅជាមួយនឹងគាត់វិញខណៈពេលដែលពួកគេទាំងពីរនាក់ឪកូនហ្នឹងដើរចូលទៅក្នុងរថភ្លើងពេលនោះរៀននាងក៏បានសុំឪពុករបស់ខ្លួនហ្នឹងចាក់ចេញមកវិញដោយសារតែនាងហ្នឹងមិនចង់ទៅជាមួយនឹងឪពុករបស់នាងទេនាងចង់នៅជាមួយនឹងលោកតានៅជាមួយនឹងមិត្តភក្តិដទៃទៀតរបស់នាងក៏ដូចជាអានស៊ូដែលនៅក្នុងតំបន់ហ្នឹងអញ្ចឹងនាងចង់រៀនចង់អីប្រាជីវិតរស់នៅជាមួយនឹងលោកតារបស់នាងនៅតំបន់ហ្នឹងតែម្ដងបើសិនជាឪពុករបស់នាងចង់មកជួបនាងអីអាចមកលេងបានឪពុកនោះឮកូននិយាយអញ្ចឹងគាត់ក៏អត់បង្ខំកូនហ្នឹងឲ្យទៅនៅជាមួយនឹងគាត់ដែរអញ្ចឹងទៅពួកគេទាំងពីរនាក់ឲ្យកូនហ្នឹងក៏បានលាគ្នាតែត្រឹមហ្នឹងទៅបន្ទាប់ពីហ្នឹងមករៀនក៏បានរត់សម្ដៅទៅកាន់ផ្ទះលោកតារបស់នាងវិញហើយរឿងរបស់យើងក៏ត្រូវបានបញ្ចប់តែត្រឹមហ្នឹងទៅជាចុងក្រោយនៃវីដេអូអ្នកដែលមកមុនមកក្រោយហើយមិនទាន់បានជួយចុច Subscribe អីគ្នាយើងអាចជួយចុច Sub ឲ្យទៅដើម្បីទទួលបានវីដេអូថ្មីៗនៅ4លានឆ្នាំក្រោយទៀតបាយបាយ